ទូតទស្សនិកជននៅព្រឹកថ្ងៃទី7ខែកក្កដាឆ្នាំ2026នេះផងដែរសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញចូលរួមសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការកំណត់ផ្លូវជាតិលេខ7ស្គុនកំពង់ចាមក្រោមឥណទានសម្បទានពីប្រទេសចិនសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី7ខែកក្កដាឆ្នាំ2026បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធបើកប្រើប្រាស់ជាផ្លូវការកំណត់ផ្លូវជាតិលេខ7ស្គុនកំពង់ចាមក្រោមឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនកំណត់ផ្លូវជាតិលេខ7នេះត្រូវបានស្ដារនិងស្ថាបនាឡើងវិញកាលពីឆ្នាំ1999ជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ AC មានទទឹង7ម៉ែត្រនិង9ម៉ែត្រដែលកាលនោះកំណត់ផ្លូវនេះរួមជាមួយនឹងស្ពានមិត្តភាពកម្ពុជាជប៉ុនស្ពានគីស៊ូណាំងត្រូវបានសាងសង់ឡើងក្រោមជំនួយឥតសំណងពីរដ្ឋាភិបាលនៃប្រទេសជប៉ុនក្រោយមកនៅក្នុងនីតិកាលទី6នៃរដ្ឋសភាក្រោមកិច្ចខិតខំប្រឹងប្រែងនិងការដឹកនាំរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីសុនចន្ទថុលអតីតរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានជំរុញការសាងសង់ពង្រឹងនិងលើកកម្រិតគុណភាពកំណត់ផ្លូវនេះឡើងវិញឲ្យធំទូលាយនិងល្អប្រសើរជាងមុនដោយផ្អែកលើការសិក្សាអំពីកំណើននៃការដឹកជញ្ជូនគួបផ្សំនឹងទំហំចរាចរណ៍ដែលមានការកើនឡើងយ៉ាងគំហុកក៏ដូចជាបញ្ហានៃការកកស្ទះនិងគ្រោះថ្នាក់ចរាចរណ៍ដែលតែងតែកើតមានជាញឹកញាប់ហើយដែលគម្រោងសាងសង់កំណត់ផ្លូវជាតិលេខ7នេះត្រូវបានប្រកាសបើកការដ្ឋានសាងសង់ជាផ្លូវការកាលពីថ្ងៃទី9ខែមករាឆ្នាំ2023ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចឯកអគ្គមហាសេនាបតីតេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីនិងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាគម្រោងសាងសង់ឡើងវិញកំណត់ផ្លូវជាតិលេខ7មានប្រវែងជាង45គីឡូម៉ែត្រចាប់ពីរង្វង់មូលស្គុនទីរួមស្រុកជើងព្រៃទៅដល់រង្វង់មូលគុលស្ពានគីស៊ូណាំងក្រុងកំពង់ចាមត្រូវបានស្ថាបនាជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ AC កម្រាស់9សង់ទីម៉ែត្រនិងបេតុងសរសៃដែកកម្រាស់26សង់ទីម៉ែត្រមានកន្លងផ្លូវធ្វើចរាចរណ៍ចំនួន4កន្លង2កន្លងទៅ2កន្លងមកដោយកន្លងនីមួយមានប្រវែង 3,75 ម៉ែត្រនិងមានសួនពុះទ្រូងផ្លូវប្រវែង 1,5 ម៉ែត្រកំណត់ផ្លូវជាតិនេះបានរួមបញ្ចូលនៅការសាងសង់ស្ពានចំនួន8កន្លែងក្នុងនោះស្ពានថ្មីមួយកន្លែងមានប្រវែង40ម៉ែត្រមានទទឹង24ម៉ែត្រនិងស្ពានថ្មីចំនួន6កន្លែងផ្សេងទៀតមានប្រវែងសរុប106ម៉ែត្រមានទទឹង12ម៉ែត្រនិងពង្រីកបន្ថែមស្ពានចាំងដែលមានស្រាប់ចំនួន1កន្លែងមានទទឹង10.5ម៉ែត្របន្ថែមពីនេះគម្រោងក៏មានសាងសង់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ចំនួន2កន្លែងបំពាក់ភ្លើងសញ្ញាចរាចរណ៍ចំនួន4កន្លែងមានបង្គោលបញ្ចេញសម្លេងសម្រាប់ជនពិការឆ្លងកាត់ផ្លូវចំនួន8បង្គោលសាងសង់សួនពុះចែកទ្រូងផ្លូវដាក់លូគ្រប់ប្រភេទនិងបំពាក់ស្លាកសញ្ញាចរាចរណ៍គំនូសចរាចរណ៍បង្គោលគីឡូម៉ែត្រនិងបង្គោលសុវត្ថិភាពទៅតាមបទដ្ឋានបច្ចេកទេសផ្លូវថ្នល់គម្រោងនេះបានអនុវត្តការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិននិងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសខ្វាងជើវវ៉ាន់អានប្រើប្រាស់រយៈពេលសាងសង់ចំនួន27ខែនិងបានបញ្ចប់ការសាងសង់នៅថ្ងៃទី15ខែមិថុនាឆ្នាំ2026រួចរាល់មុនផែនការ15ខែដោយបានចំណាយថវិកាសរុបប្រមាណជាង$117លានសហរដ្ឋអាមេរិកដែលជាឥណទានសម្បទានពីរដ្ឋាភិបាលចិនរួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការដោះស្រាយផលប៉ះពាល់ការបោសសម្អាតគ្រាប់មីនយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនិងពន្ធអាករផ្សេងៗ